ជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចេះខ្វល់អនាគតតែពីថ្នាក់ទី8មកគ្រូដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពេលតែកំណើតរោគឆោមនឹងក៏ឆើតកើតមួយកំណើតកើតលើដីថ្មីអស់ដើរពី1ម៉ែត្រទៅ100គីឡូម៉ែត្រឆ្លងបានពីខេត្តជួបភ្នំពេញថ្មីផ្លុំតែមកហេតុដូចគេឲ្យហេតុមកដូចខេត្តចេះពីនៅក្មេងម៉ែគាត់ពីដូចបាយគាត់ថាឡូយ៉ាដែលមានកូនជាកវីជាស្រីចេញពីជនបទគឺមិនដូរអូនទេទុកចិត្តបងចុះបងមិនដែលងាករេបងគឺមិនមានចិត្តស្មោះបងជាកំឡោះគឺមិនដូរអូនទេអត់ស្អកមិនហៅថាបងខែមអត់អែមិនហៅថាបងយោរូបបងកំពុងតែអាប់រែងឲ្យស្អប់ពាន់ណានិយាយពីក្រៅខ្នងហៅបងឬប្អូនណាប្រកាន់ទេហៅបងឬអាចបកាច់តែអញសុំចែកមើលតាសញ្ញាបាននៅក្មេងឯងកុំចង់វាយស្មៅយកចាស់ធ្វើខ្លាគ្មានគួរឲ្យស្រឡាញ់ទេជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចេះខ្វល់អនាគតតែពីថ្នាក់ទី8មកគ្រូដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពេលតែកំណើតរោគឆោមនឹងក៏ឆើតកើតមួយកំណើតកើតលើដីថ្មីអស់ដើរពី1ម៉ែត្រទៅ100គីឡូម៉ែត្រឆ្លងបានពីខេត្តជួបភ្នំពេញថ្មីផ្លុំតែមកហេតុដូចគេឲ្យហេតុភ្លឺដូចខេត្តចេះតាំងពីនៅក្មេងខ្ចីតាំងពីដូចប្រែតខោដូចរ៉ូកែតដូចស្ទាយដូវ៉ាតែមិនដូរអូនស្រីថាបងគឺមិនដូរអូនទេទុកចិត្តបងចុះបងមិនដែលងាករេបងគឺមិនមានចិត្តស្មោះបងជាកំឡោះគឺមិនដូរអូនទេអត់ស្អកមិនហៅថាបងខែមអត់អែមិនហៅថាបងយោរូបបងកំពុងតែអាប់រែងឲ្យស្អប់ពាន់ណានិយាយពីក្រៅខ្នងហៅបងឬប្អូនណាប្រកាន់ទេហៅបងឬអាចបកាច់តែអញសុំចែកមើលតាសញ្ញាបាននៅក្មេងឯងកុំចង់វាយស្មៅយកចាស់ធ្វើខ្លាគ្មានគួរឲ្យស្រឡាញ់ទេជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចេះខ្វល់អនាគតតែពីថ្នាក់ទី8មកគ្រូដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពេលតែកំណើតរោគឆោមនឹងក៏ឆើតកើតមួយកំណើតកើតលើដីថ្មីអស់ដើរពី1ម៉ែត្រទៅ100គីឡូម៉ែត្រឆ្លងបានពីខេត្តជួបភ្នំពេញថ្មីផ្លុំតែមកហេតុដូចគេឲ្យហេតុភ្លឺដូចខេត្តចេះតាំងពីនៅក្មេងខ្ចីតាំងពីដូចប្រែតខោដូចរ៉ូកែតដូចស្ទាយដូវ៉ាតែមិនដូរអូនស្រីថាបងគឺមិនដូរអូនទេទុកចិត្តបងចុះបងមិនដែលងាករេបងគឺមិនមានចិត្តស្មោះបងជាកំឡោះគឺមិនដូរអូនទេអត់ស្អកមិនហៅថាបងខែមអត់អែមិនហៅថាបងយោរូបបងកំពុងតែអាប់រែងឲ្យស្អប់ពាន់ណានិយាយពីក្រៅខ្នងហៅបងឬប្អូនណាប្រកាន់ទេហៅបងឬអាចបកាច់តែអញសុំចែកមើលតាសញ្ញាបាននៅក្មេងឯងកុំចង់វាយស្មៅយកចាស់ធ្វើខ្លាគ្មានគួរឲ្យស្រឡាញ់ទេ